ថៃបានចោទកម្ពុជាថាកំពុងទិញអាវុធធំៗត្រៀមសង្គ្រាមជុំទី3សេចក្តីរាយការណ៍មួយចេញពីកាសែតខៃសតរបស់ប្រទេសថៃដែលគេបានដកស្រង់សម្ដីរបស់ឧត្តមសេនីយ៍ម៉ារុកដែលជាប្រមុខសេនាធិការកងទ័ពជើងគោកថៃឈ្មោះលោកថារីរ៉ាណាន់ណោនតាខ្វានគាត់បាននិយាយចេញមកត្រង់ហើយថាលទ្ធភាពនៃសង្គ្រាមជុំទី3រវាងកម្ពុជានិងថៃអាចនឹងកើតឡើងសារជាថ្មីម្ដងទៀតគាត់បានបញ្យល់ថាសង្គ្រាមនិងចំនួនថ្មីនេះអាចនឹងផ្ទុះឡើងនៅក្នុងកំឡុងរយៈពេល4ទៅ5ខែខាងមុខបន្ទាប់អំពីរដូវវស្សានិងរដូវភ្លៀងបានបញ្ចប់តែនេះគឺមានន័យថារដូវវស្សានេះនឹងចប់ទឹកភ្លៀងនឹងឈប់បាទដីស្ងួតកងទ័ពអាចធ្វើសកម្មភាពបាទងាយហើយគាត់ក៏បានព្យាករណ៍បែបនេះហេតុផលដែលគាត់បានលើកឡើងនោះមាន2ចំណុចធំៗបាទចំណុចទី1គាត់បានចោទប្រកាន់ថាភាគីកម្ពុជាអាចនឹងទិញអាវុធធំទ្រង់ទ្រាយធំពីបណ្ដាប្រទេសអឺរ៉ុបខាងកើតគាត់បានគិតថានេះគឺជាសញ្ញាមួយដែលបង្ហាញថាកម្ពុជាកំពុងតែត្រៀមខ្លួនសម្រាប់ចំនួនចំណុចទី2បន្ទាប់ពីរដូវវស្សាចប់គឺជាពេលវេលាដែលកងទ័ពបាទទាំងថៃនិងកម្ពុជានេះត្រៀមខ្លួនរួចរាល់បាទព្រោះផានៅពេលនោះនឹងជិតដល់បាទការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ប្រចាំឆ្នាំ2027និងការបោះឆ្នោតជាតិបាទនៅឆ្នាំ2028របស់កម្ពុជាបោឧត្តមសេនីយ៍រូបនោះបានគិតថានយោបាយនៅកម្ពុជាអាចនឹងប្រើល្បិចបាទធ្វើសង្គ្រាមដើម្បីបង្កើនប្រជាប្រិយភាពដូចទៅនឹងប្រទេសថៃដែរបោឧត្តមសេនីយ៍ឯកនោះបានបន្តទៀតថាបាទបើទោះបីជាយ៉ាងណាក៏ដោយកងទ័ពថៃនឹងបំពេញបេសកកម្មខ្លួនគ្រប់យ៉ាងគឺមិនគិតអំពីការនឿយហត់និងធុញទ្រាន់អ្វីនោះទេនេះគឺជាការលើកឡើងដែលស្ដាប់ទៅហាក់ដូចជាការព្រមានឬក៏ជាការត្រៀមខ្លួនទុកជាមុនតែយើងត្រូវយល់ច្បាស់ថាការលើកឡើងទាំងនេះគឺជាការព្យាករណ៍តែប៉ុណ្ណោះมันមានភស្តុតាងច្បាស់លាស់ឬក៏ហេតុផលណាមួយដែលគេអាចបញ្ជាក់បាននោះទេថាត្រូវឬក៏មិនត្រូវវាគ្រាន់តែជាគំនិតមួយរបស់មេទ័ពថៃដែលគិតថាកម្ពុជាអាចនឹងធ្វើបែបនេះគេមិនបានបង្ហាញអំពីឯកសារឬក៏សញ្ញាណាមួយថាកម្ពុជាកំពុងតែទិញអាវុធពិតប្រាកដឬក៏កំពុងរៀបចំវាយប្រហារនោះទេបាទអញ្ចឹងគឺថៃនេះគេបានបាទគិតដោយខ្លួនឯងបាទគិតតែខ្លួនឯងអីតែខ្លួនឯងក៏ចេញផ្សាយដោយខ្លួនឯងអញ្ចឹងទៅឥឡូវនេះយើងមើលទៅភាគីកម្ពុជាវិញរហូតមកដល់ថ្ងៃនេះកងទ័ពកម្ពុជានិងក្រសួងការពារជាតិកម្ពុជាមិនទាន់មានសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងអ្វីដែលបានបង្កអរិភាពឬការគំរាមសង្គ្រាមនេះទេកម្ពុជានៅតែរក្សាបទឈប់បាញ់ដដែលដោយតែបានចុះកិច្ចព្រមព្រៀងរួចទៅហើយនាយករដ្ឋមន្ត្រីកម្ពុជាក៏បានធ្លាប់ថ្លែងជាច្រើនដងរួចហើយថាកម្ពុជាមិនមានគម្រោងហើយក៏មិនបានត្រៀមនឹងបាទប្រយុទ្ធគ្នាដើម្បីបាទដោះស្រាយបញ្ហានោះទេដោយកម្ពុជាបានពឹងផ្អែកទៅលើការទូតនិងផ្លូវច្បាប់អន្តរជាតិតែប៉ុណ្ណោះប៉ុន្តែមានចំណុចមួយដែលគួរឲ្យកត់សម្គាល់ខ្លាំងសេចក្តីបាទរាយការណ៍នេះបានចេញមកនៅពេលដែលកងទ័ពថៃនោះកំពុងតែឈរជើងនិងជីកលេនដ្ឋានដាក់ទូកុងតឺន័រសាងរបងលួសនិងបាទសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលខុសច្បាប់នៅលើទឹកដីកម្ពុជាដែលខ្លួនបានឈ្លានពានរបាយការណ៍របស់ក្រសួងការបរទេសកម្ពុជាបាទមានចំនួន14ទីតាំងដែលថៃកំពុងតែបាទគ្រប់គ្រងនិងឈរជើងជាប់ជានិច្ចបើតើពួកគេអាចធ្វើបានយ៉ាងម៉េចដោយសារតែកម្ពុជារក្សាបទឈប់បាញ់មិនបានបាញ់តបតទើបពួកគេអាចចូលមកបោះជំរំជីកលេនដ្ឋានឬក៏ដាក់របាំងការពារដើម្បីត្រៀមប្រយុទ្ធបានយ៉ាងងាយស្រួលវាដូចជាឱកាសមួយដែលពួកគេកំពុងតែប្រើប្រាស់ដើម្បីត្រៀមខ្លួនគ្រប់ពេលវេលាឧត្តមសេនីយ៍ឯករូបនោះក៏បានបន្តទៀតថានៅពេលបច្ចុប្បន្ននេះគេមិនទាន់ឃើញសញ្ញាណាមួយថាកម្ពុជានឹងប្រើកម្លាំងយោធាដើម្បីយកទីតាំងនោះត្រឡប់មកវិញនោះទេគាត់សារភាពថាកម្ពុជាកំពុងតែប្រើពិធីការទូតនិងច្បាប់អន្តរជាតិក៏ប៉ុន្តែគាត់នៅតែបារម្ភបន្ទាប់អំពី4ទៅ5ខែខាងមុខទៀតបាទស្ថានភាពអាចនឹងផ្លាស់ប្ដូរដោយសារតែរឿងនយោបាយនៅកម្ពុជាបាទសរុបមកវិញរឿងនេះគឺជាការលើកឡើងដែលធ្វើឲ្យបាទជនជាតិកម្ពុជាយើងនេះត្រូវតែបន្តតាមដានវាមិនមែនជាសង្គ្រាមពិតប្រាកដនោះទេប៉ុន្តែវាអាចជាបាទពាក្យពេចន៍ឬក៏បាទការព្យាករណ៍អំពីមេទ័ពថៃបើមានព័ត៌មានថ្មីបន្ថែមទៀតបាទខ្ញុំនឹងបន្តអាប់ដេតជូនទៅកាន់បងប្អូនទាំងអស់គ្នាបានដឹងទៀតបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ